ឆាសាច់មាន់ម្រះព្រៅដ៏មានរសជាតិឈ្ងុយឆ្ងាញ់មកនេះជាមុខម្ហូបយ៉ាងដែលគេលើកមកធ្វើនាពេលជួបជុំមិត្តភ័ក្តិបងប្អូនឬក៏កម្មវិធីតូចធំមិនថាប្រុសស្រីចាស់ក្មេងគឺយើងអាចធ្វើញ៉ាំបានទាំងអស់គ្នាមិនថែមតែប៉ុណ្ណោះឆាសាច់មាន់ម្រះព្រៅមកនេះគឺយើងអាចយកមកធ្វើញ៉ាំលេងក៏បានដូចជាក្មេងៗជាដើមសិស្សសាលាគឺគាត់អាចយកមកធ្វើញ៉ាំជាមួយនឹងភេសជ្ជៈផ្សេងៗបានបើសិនជាមនុស្សចាស់ឬក៏មនុស្សធំពេញវ័យអីគឺយើងអាចយកមកធ្វើជើងខ្លែងពេញគឺធ្វើកម្មវិធីរបស់យើងគឺកាន់តែផ្សារឡើងតែម្ដងសម្រាប់សាច់មាន់ខ្ញុំបាទជ្រើសរើសជាសាច់មាន់ខ្មៅពុកម៉ែបងប្អូនហើយសាច់មាន់ខ្មៅដែរគឺយើងទៅរកនៅផ្សារគឺពុកម៉ែរកណាពុកម៉ែបងប្អូនបើសិនយើងចាំនៅផ្ទះអញ្ចឹងគឺសម្បូរលក្ខណៈថាយើងចង់ញ៉ាំមាន់ខ្មៅក៏បានចង់ញ៉ាំមិនមែនមាន់ខ្មៅក៏បានទាក៏ប៉ាក៏បានកងានក៏បានដូចជាបានឃើញអញ្ចឹងបាច់ចំណៃតែម្ដាយមាន់ទៀននឹងយកតាមអស់មិនថែមតែប៉ុណ្ណោះបើសិនជាពុកម៉ែបងប្អូនត្រូវការទិញខ្ញុំបាទនឹងមានលក់ជូនក្នុងតម្លៃធូរថ្លៃបើនិយាយទៅមាន់ទាខ្ញុំចិញ្ចឹមបែបស្រុកស្រែលក្ខណៈសាមញ្ញទេអត់មានឲ្យស៊ីថ្នាំអីនេះឯងទិញឲ្យផ្សារទេគឺយើងចិញ្ចឹមឲ្យដើរពីវាពីការនឹងឯងគឺយើងព្រាចចំណៃតិចតួចហ្នឹងគឺពិធមថតឯងតែម្ដងបើនិយាយពីរសជាតិវិញគឺខ្ញុំបាទសូមធានាជូនហើយមិនមែនដូចមាន់នេះពីលក់នៅផ្សារហើមហ្នឹងទេពុកម៉ែបងប្អូនគឺខ្ញុំបាទចិញ្ចឹមយកគុណភាពបាទឥឡូវនេះមាន់របស់ខ្ញុំបាទគឺសម្បូរបែបថ្ងៃនេះប៉ុន្តែខ្ញុំលើកយកតែសាច់មាន់ខ្មៅទេពុកម៉ែបងប្អូនយកមកឆាគ្រឿងចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តតែម្ដងសម្រាប់សាច់មាន់ធ្វើឲ្យស្អាតកាប់ជាដុំតូចល្មមពីឯគ្រឿងផ្សំវិញក៏មានអីច្រើនដែរពុកម៉ែបងប្អូនដល់តែគីមលបងហ្នឹងគឺយើងមានជាមើមម្ទេសគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្ទេសខ្ទឹមសម្សៅមៀតស្លឹកស្អាតឆ្អេះនិងស្លឹកម្រះព្រៅឥឡូវនេះគ្រឿងផ្សំទាំងបានគឺខ្ញុំបាទជម្រាបជូនពុកម៉ែបងប្អូនហើយជាបន្តសូមអារម្មណ៍ពុកម៉ែបងប្អូនទាំងគ្នាមកទស្សនាអំពីវិធីផ្សំគ្រឿងរបស់ខ្ញុំបាទវិញម្ដងជំហានដំបូងគឺខ្ញុំបាទធ្វើការបំពងសាច់មាន់ឲ្យឆ្អិននិងស្រួយបានល្អរួចហើយដួសទឹកមួយលើដើម្បីឲ្យស្រស់ខ្លាញ់ពុកម៉ែបងប្អូនមួយចំនួនធ្លាប់តែឃើញគេឆាសាច់មាន់ប្រងតែម្ដងដោយឡែកថ្ងៃនេះខ្ញុំបាទធ្វើរៀងប្លែកពីគេបន្តិចឯងគឺខ្ញុំបាទបំពងសាច់មាន់ឲ្យស្រួយសិនយើងយកទៅរំលីងគ្រឿងតាមក្រោយសម្រាប់រសជាតិវិញគឺខ្ញុំបាទឲ្យ10 លើ 10តែម្ដងហើយកាទៀះនិងខ្លាញ់ដដែលនេះគឺយើងធ្វើការរំលីងគ្រឿងរបស់យើងតែម្ដងទៅចាក់ចូលមកគឺនៅខ្ទះរបស់យើងគឺបានក្តៅល្មមហើយចាក់ចូលឆ្វាច់មកពុកម៉ែបងប្អូនបន្ទាប់មកយើងរំលីងគ្រឿងរបស់យើងឲ្យឡើងក្លិនឈ្ងុយរំលងផ្ទះ4ផ្ទះ5ទៅពុកម៉ែបងប្អូនហើយបើនិយាយក្លិនវិញថ្ងៃណាក៏ធុំក្លិនឆាគ្រឿងដែរពុកម៉ែបងប្អូនហើយគ្រាន់តែមើលគឺស្រក់ទឹកមាត់តែម្ដងបន្ទាប់ពីគ្រឿងរបស់យើងទាំងបានឡើងក្លិនឈ្ងុយដល់ឋានផ្អិនឋានទេវតាហើយកុំទុកយូរឡើយសាច់មាន់ដែលយើងបានបំពងបាញ់ហ្នឹងគឺយើងចាក់ចូលជាមួយគ្នាតែម្ដងមកបន្ទាប់មកឆា4 10 20ត្រឡប់ទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសប់គ្នាបានល្អរួចហើយយើងចាក់គ្រឿងទេសរបស់យើងចូលមកមានដូចជាស្ករសមីចេងម្សៅស៊ុបទឹកត្រីនិងប្រេងខ្យងដើម្បីបង្កើនក្លិននៃឆាមាន់រះព្រៅរបស់យើងគឺកាន់តែមានឲ្យជ្រុះតែម្ដងជំហានបន្ទាប់យើងអត់ទៅណាឆ្ងាយទេយើងនៅតែបន្តការឆាត្រឡប់ចូលត្រឡប់ឡើងបន្តិចទៀតទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសប់គ្នាបានល្អបើនិយាយទៅមួយវីដេអូនេះគឺឆារហូតដល់ពុកម៉ែបងប្អូនយើងធ្វើឆាមកសន្ទុះទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានសប់គ្នាបានល្អបន្ទាប់គ្រឿងរបស់យើងបាទទាំងបានសប់គ្នាបានល្អហើយកុំទុកយូរឡើយស្លឹកម្រះព្រៅដែលយើងបេះពីខាងក្រៅផ្ទះបាញ់មិញហ្នឹងយកមកដាក់ជាមួយគ្នាមករួចហើយយើងឆាត្រឡប់ចុះត្រឡប់ឡើងបន្តិចទៀតទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសប់គ្នាបានល្អចំណែកក្លិនវិញពុកម៉ែបងប្អូនគឺធានាឈ្ងុយរំលងភូមិតែម្ដងរសជាតិវិញគឺខ្ញុំឲ្យ10 លើ 10ដូចខ្ញុំបាននិយាយខាងដើមនេះអញ្ចឹងបើយកមកធ្វើជើងខ្លែងវិញគឺរឹតតែពិសេសតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូនេះហើយសូមមេត្តាចុច like subscribe ជូនខ្ញុំបាទអ្នកមួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតចេញវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តជារៀងរាល់ថ្ងៃផងដែរហើយក៏សូមអធិស្ឋានរកសម្លេងរំខានជាមួយនឹងការអធិប្បាយជាមួយវីដេអូរបស់ខ្ញុំបាទទាំងមូលនេះមានការរ៉ាត់រូក្នុងចំណុចតែមួយសូមពុកម៉ែបងប្អូនទាំងគ្នាអធិស្ឋានខ្ញុំបាទផងឥឡូវនេះផងដែរឃើញថាមីនុយធ្វើជាសាច់មាន់ខ្មៅឆាម្រះព្រៅឲ្យមានរសជាតិឆ្ងាញ់នេះដែរគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត